ចាសាយ័នសួស្តីបងប្អូនទាំងអស់គ្នាចាសម្រាប់វីដេអូនេះគឺពេលរសៀលឲ្យបងប្អូនចាពេលដែលពួកយើងមកពីបង្រៀនវិញចាថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍បងប្អូនអូយបងប្អូនអើយត្រង់ទៅលាងសម្អាតទេឥឡូវពេចបាច់ទៀតហើយបងប្អូនឃើញអត់សើមប៉ុណ្្នឹងឯងចាំទាចាំកងាននេះគឺថាវារៀងពេចបាច់អញ្ចឹងឯងបងប្អូនចាឥឡូវពូម៉ៅក៏គាត់កិនដើមចេកចាយកមកដាក់ឲ្យទាស៊ីបងប្អូនមើលកូនទាដែលនឹងខ្ញុំចាប់លក់ថ្ងៃមុនហ្នឹងចាចាប់អាធំហ្នឹងអស់ហើយឥឡូវអាទូចនេះវាឡើងទៅធំបាត់ទៅទៀតទៅហើយប៉ុន្តែនឹងខ្ញុំបានផ្អាកលក់ឲ្យបងប្អូនដោយសារមួយវគ្គសល់យើងលក់មួយវគ្គអញ្ចឹងទៅសល់គឺយើងទុកពូជមួយវគ្គចាវគ្គថ្មីក្រោយទៀតបានយើងលក់មួយសាទៀតសល់យើងទុកមួយវគ្គទៀតអញ្ចឹងយើងធ្វើដើម្បីឲ្យវាមានចរន្តវិលបងប្អូនចាដើម្បីឲ្យយើងអាចលក់ដូរបានវិលជុំចាចរន្តវិលជុំរបស់យើងនៅក្នុងសួនហើយកងាននោះក៏ធំលឿនទៀតបងប្អូនមើលហើយចូលចិត្តណាស់ចូលចិត្តស៊ីដើមចេកលាយជាមួយចំណីហើយក៏ពូម៉ៅក៏មិនភ្លេចដាក់ជាមួយនឹងអំបិលចាដូចតែងតែជម្រាបជូនអញ្ចឹងចំណីសម្រាប់លាយជាមួយដើមចេកក៏បានបងប្អូនមានចៅអាសូឡាបងប្អូនដាក់ទៅហើយបើមិនអញ្ចឹងទេបងប្អូនមានតកួនឬក៏មានបន្លែខៀវអីនៅក្បែរផ្ទះហ្នឹងចាឆាយាអីហ្នឹងបងប្អូនចាដាក់លាយជាមួយទៅដាក់ឲ្យវាស៊ីណាបងប្អូនចាអូចូលចិត្តណាស់ចាហើយណាមួយវាធំលឿនហើយទី2គឺធ្វើឲ្យវាហ្នឹងមានសុខភាពល្អកាលណាវាស៊ីច្រើនវាមានសុខភាពល្អបងប្អូនចាំដល់ពេលបន្តិចទៀតហ្នឹងចាប់ដើមដល់ពេលតម្លាក់សត្វល្អិតទៀតហើយបងប្អូនចាព្រោះកន្លែងយើងខ្ញុំធ្វើ3ខែម្ដងចាតម្លាក់សត្វល្អិត3ខែម្ដងចានេះបងប្អូនកងានហ្នឹងវាអាក់ពងហើយវាជំរុះរោមហើយអាក់ពងហើយអត់តាន់បានពងទៀតទេហើយយើងក៏អត់តាន់បានប្រឡែងវាឲ្យលេងទឹកស្រះដែរចាដាក់ទឹកនៅក្នុងទ្រុងរបស់វាហ្នឹងចាវាងូតវាសម្អាតខ្លួនចាបងប្អូនកន្លងមកយើងឲ្យវាលេងទឹកស្រះចាលេងទឹកស្រះហើយដល់ពេលទឹកវាចាប់ផ្ដើមស្រកអញ្ចឹងទៅយើងក៏ផ្អាកអត់បានឲ្យលេងទេបងប្អូនដោយសារយើងត្រូវការឲ្យវានៅមួយកន្លែងបើមិនអញ្ចឹងទេវាញ៉ៃបងប្អូនអើយវាចង់និយាយថាធម្មតាចាំកងានវារៀងថ្លង់ហើយតែយើងប្រឡែងអញ្ចឹងទៅវាដើរទៅក្បែរផ្ទះយើងវាដើរទៅក្រោយកន្លែងគេងកន្លែងអីអញ្ចឹងណាអញ្ចឹងវាស្រែកថ្លង់អូដល់ហើយតែបើមកនៅអញ្ចេះអត់សូវអីទេបងប្អូនចាវាអត់សូវផ្អើលចាបើឃើញអីប្លែកហ្នឹងគឺថាមួយថ្ងៃស្រែកមិនបាច់បានដេកបានពូនទេចាតែតែបន្តិចទៅគង់តែប្រឡែងទេបងប្អូនព្រោះយើងនឹងប្រឡែងវាចុះស្រះហ្នឹងវាងាយស្រួលចាវាឆាប់បានកូនទៀតហ្នឹងហើយបងប្អូនភាគច្រើនគឺគាត់និយាយថាកងានអត់បានចុះលេងទឹកពងរបស់វាអត់កចាតាមពិតទៅមិនមែនថាការលេងទឹកហ្នឹងធ្វើឲ្យកងានពងរបស់វាអត់បង្កកំណើតអត់មានមេជីវិតហ្នឹងមិនមែនជាការពិតទេបងប្អូនចាសុទ្ធតែជាការយល់ច្រឡំទាំងអស់គ្រាន់តែថាកងានវាត្រូវតែចុះទឹកដើម្បីធ្វើការសម្អាតនៅរុនច្រមុះរបស់វាហើយនឹងសម្អាតរោមរបស់វាដើម្បីធ្វើឲ្យវាមានសុខភាពល្អណាបងប្អូនចាអញ្ចឹងការដែលមិនបានលេងទឹកមិនមែនជាមូលហេតុដែលធ្វើឲ្យពងរបស់វាគ្មានមេជីវិតទេចានឹងខ្ញុំកន្លងមកចេះតែយល់ច្រឡំអញ្ចឹងដែរឬតែគេនិយាយក៏ចេះតែជឿតាមគេអញ្ចឹងណាចាតាមពិតមិនមែនទេបងប្អូននេះមិនមែនជាមូលហេតុដែលធ្វើឲ្យពងរបស់កងានមិនករណីដែលវាមិនចុះលេងទឹកទេចាហើយមើលកូនវាល្អណាបងប្អូនអើយចាហ្នឹងហើយបងប្អូនអ្វីដែលនឹងខ្ញុំនិយាយនេះគឺនឹងខ្ញុំមានឯកសារច្បាស់លាស់ហើយនឹងខ្ញុំធ្វើការស្រាវជ្រាវរួចរាល់ហើយទៅចែកម្លែកទៅបងប្អូនចង់បញ្ជាក់ថាកងានដែលវាមិនបានចុះលេងទឹកហែលទឹកអីហ្នឹងណាចាធ្វើឲ្យពងរបស់វាមិនកអញ្ចឹងមិនមែនជាការពិតវាមិនមែនជាអត្តពលអញ្ចឹងទេបងប្អូនចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះខ្ញុំចាអរគុណ